កិច្ចប្រជុំពិសេសលើកទី2កម្ពុជាថៃ GBC នៅទីក្រុងកូឡាឡាំពួរបានបញ្ចប់នៅម៉ោង 11:30 នាទីព្រឹកនេះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃហើយកាត់ថា GBC ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី23ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរបានបញ្ចប់នៅវេលាម៉ោង 11:30 នាទីព្រឹកនាថ្ងៃដដែលកិច្ចប្រជុំនេះកម្ពុជាដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជារីឯថៃដឹកនាំដោយឯកឧត្តមណាត់ផុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃហៅកាត់ថា GBC បានអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមគ្នានិងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី2នេះហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពមន្ត្រីអាវុធហត្ថម្នាក់ត្រូវបានឃាត់ខ្លួនក្រោយបង្កហិង្សាលើក្មេងស្រីម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មន្ត្រីម្នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី23ខែតុលានេះបន្ទាប់ពីបង្កហិង្សាលើក្មេងស្រីម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី22ខែតុលាឆ្នាំ2025នៅក្នុងខណ្ឌសែនសុខលោកអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអះអាងថាមន្ត្រីដែលប្រព្រឹត្តកំហុសនេះត្រូវបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធីនៅយប់ថ្ងៃទី22ខែតុលានេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយមន្ត្រីអាវុធហត្ថម្នាក់មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រីនិងមានមុខតំណែងជានាយករងមជ្ឈមណ្ឌលវឹកវើកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មន្ត្រីអាវុធហត្ថខាងលើបានប្រើប្រាស់ហិង្សាលើក្មេងស្រីម្នាក់ចំក្បាលពាក់ព័ន្ធនឹងករណីនេះលោកអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលើកឡើងថាបច្ចុប្បន្នមន្ត្រីដែលប្រព្រឹត្តហិង្សានោះត្រូវបានអាវុធហត្ថនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួននិងនាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធីបើតាមលោកអេងហ៊ីកងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះស្របតាមទិសស្លោកប្រទេសជាតិត្រូវតែការពារប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាបដោយឡែកក្មេងស្រីរងគ្រោះកងរាជអាវុធហត្ថនឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនផងដែរ